ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាថ្មីម្ដងទៀតខ្ញុំនឹងធ្វើស្ប៉ាហ្គេតទីបែបខ្មែរបើសិនជាបងប្អូនមិនចេះញ៉ាំស្ប៉ាហ្គេតទីដែលមានគ្រឿងក្រៅបែបអឺរ៉ុបហ្នឹងអាចធ្វើតាមខ្ញុំបានដំបូងខ្ញុំដាំទឹកហើយដាក់អំបិលហើយនឹងប្រេងឆាបន្តិចដើម្បីស្រស់ស្ប៉ាហ្គេតទីយើងណាអញ្ចឹងបងប្អូនស្រស់ហើយមើលតាមសាច់របស់វាខ្ញុំស្រស់ស្ប៉ាហ្គេតទីខ្ញុំនេះរយៈពេល15នាទីចឹងបងប្អូនពេលស្រស់ហ្នឹងអាសាស្ទាបមើលទៅថាល្មមអត់ចឹងណាយកដៃស្ទាបមើលនេះខ្ញុំប្រើម៉ាក់នេះអាចទិញបាននៅផ្សារណាបងប្អូនបន្ទាប់មកខ្ញុំដាក់ខ្ទះហើយខ្ញុំបំពងខ្ទឹមខ្ញុំបំពងច្រើនដើម្បីទុកមួយចំនួនសម្រាប់ច្បល់ជាមួយស្ប៉ាហ្គេតទីរបស់យើងកុំឲ្យស្អិតជាប់គ្នានោះចឹងបន្ទាប់ពីខ្ញុំបំពងបានក្រៀមល្អហើយខ្ញុំក៏ដួសពាក់កណ្ដាលទុកហើយមួយចំនួនទៀតយើងទុកក្នុងខ្ទះនឹងដដែលđểដាក់សាច់មាន់យើងឆាចូលបងប្អូនអាចឆាជាមួយនឹងសាច់គោក៏បានហើយក៏បានសាច់ចូលចិត្តទៅណាខ្ញុំប្រើសាច់មាន់ដែលខ្ញុំបានកិនរួចហើយបន្ទាប់ពីយើងឆាត្រឡប់មកសពប់ហើយយើងក៏ដាក់ថែមស្ករសចំនួន1ស្លាបព្រាយើងកំដាក់ច្រើនពេកព្រោះអីបន្លែយើងក៏មានជាតិផ្អែមដែរដាក់ទឹកស៊ីអ៊ីវប្រហែលជា2ស្លាបព្រាបន្ទាប់មកទឹកប្រេងខ្យង2ស្លាបព្រាដែរនឹងឆាច្បល់ចូលគ្នាអញ្ចឹងបងប្អូនហើយអំបិលខ្ញុំដាក់មួយចុងស្លាបព្រាប៉ុន្តែស្ប៉ាហ្គេតទីយើងទម្ងន់500ក្រាមអញ្ចឹងខ្ញុំក៏ថែមបន្តិចទៀតប៉ុណ្ណេះទៀតបងប្អូនណាអញ្ចឹងយើងមិនបាច់ទាន់ប្រើគ្រឿងដិតពេកទេបន្ទាប់ខ្ញុំដាក់បន្លែហ្នឹងមានការ៉ុតម្ទេសប្លោកជាមួយនឹងខ្ទឹមបារាំងហើយមូលហេតុដែលខ្ញុំអត់ប្រើប៉េងប៉ោះដោយសារខ្ញុំចាញ់ប៉េងប៉ោះណាបងប្អូនចឹងនេះយើងបានច្បល់ជាមួយនឹងផាំងអ៊ីវហើយសរសៃរលូនល្អណាស់បងប្អូនច្បល់ផាំងអ៊ីវយើងដែលមានទឹកខ្លាញ់ហ្នឹងណាខ្ញុំប្រើទឹកសៀងហើយនឹងទឹកប៉េងប៉ោះដាក់ចូលដែរខ្ញុំចាញ់ពីរយ៉ាងគឺប៉េងប៉ោះហើយនឹងទឹកដោះគោឆៅអញ្ចឹងខ្ញុំអត់បានដាក់ទឹកដោះគោឆៅទេខ្ញុំថែមម្រេចបងប្អូនដែលចាញ់អាហារដូចខ្ញុំគឺបងប្អូនអាចធ្វើតាមរបៀបខ្ញុំបានណាហើយបងប្អូនថែមជាមួយនឹងពងចំនួន2គ្រាប់គឺខ្ញុំថែមឲ្យវារៀងដូចថាខ្ទិះដើម្បីជំនួសទឹកដោះគោបើសិនជាបងប្អូនដាក់ទឹកដោះគោញ៉ាំបានដាក់ទឹកដោះគោចាស់តែខ្ញុំចាញ់ទឹកដោះគោដែរអញ្ចឹងញ៉ាំមិនបានទេទឹកដោះគោចាំបន្ទាប់មកយើងកូរច្បល់រហូតទៅហើយចំពោះម្ទេសប្លោកហ្នឹងយើងយកទៅកិនហ្មងក៏បានដែរប៉ុន្តែខ្ញុំប្រើបែបនេះវិញឲ្យវានៅរៀងច្រប់មួយម៉ាត់កុំឲ្យទម្លាន់ពេកណាតែយើងហូបប៉ះបន្លែទៅអត់សូវទម្លាន់បន្ទាប់ពីមើលទៅភ្លក់ទៅរសជាតិល្មមហើយនឹងបន្លែយើងរលួយល្អហើយខ្ញុំក៏ដាក់ស្ប៉ាហ្គេតទីចូលបងប្អូនអាចដាក់ស្រូបពីលើក៏បានដែរប៉ុន្តែកូនខ្ញុំគាត់ត្រូវយកទៅសាលារៀនគាត់ប្រាប់ខ្ញុំថាឲ្យដាក់ច្បល់ហើយទៅព្រោះគាត់ពិបាកក្នុងការច្បល់នៅសាលាអញ្ចឹងណាអញ្ចឹងយើងច្បល់ហើយហ្មងទៅហើយខ្ចប់ទឹកសៀងទឹកម្ទេសបន្តិចឲ្យគាត់យកទៅដាក់ពីលើនៅសាលារៀនទៀតទៅបើសិនជាបងប្អូនចង់ទុកស្រូបពីលើក៏បានតែសាច់ចំណូលចិត្តណាមានបងប្អូនតំណមែនទែនខ្ញុំញ៉ាំអស់ឡើងមួយចានណាបងប្អូនអើយអរគុណច្រើនបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តសូមកុំភ្លេចជួយ Subscribe វីដេអូខ្ញុំទាំងអស់គ្នាអរគុណជម្រាបលា